គឺសំឡេងយន្តហោះសួស្តីក្មេងៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Kid Podcast កម្មវិធីដែលនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗដើម្បីជួយឲ្យយើងរៀនចេះគិតនិងរីកចម្រើនជារៀងរាល់ថ្ងៃខ្ញុំឈ្មោះសំណាងជាពិធីការនីរបស់អ្នកទាំងអស់គ្នាហើយនៅក្នុងវគ្គថ្ងៃនេះយើងនឹងទៅស្គាល់អំពីយន្តហោះតើយន្តហោះដំណើរការយ៉ាងដូចម្តេចតើវាធ្វើដំណើរទៅណាហើយហេតុអ្វីបានជាក្មេងៗជាច្រើនស្រឡាញ់វាតោះត្រៀមខ្លួនឡើងជិះយន្តហោះជាមួយគ្នាហើយចាប់ផ្ដើមដំណើរផ្សងព្រេងរបស់យើងឥឡូវនេះមនុស្សដំបូងគេដែលបានធ្វើការហោះហើរជាជនជាតិបារាំង2នាក់គឺលោក François Pilat de Rossier និងលោក Marquis d'Arlantre នៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ1783ពួកគេបានហោះហើររយៈពេល25នាទីនៅលើមេឃទីក្រុងប៉ារីសដោយជិះបាឡុងដែលផលិតដោយបងប្អូនត្រកូល Montgolfier យន្តហោះដំបូងគេដែលហោះឡើងផុតពីដីគឺយន្តហោះ Éole ដែលដើរដោយថាមពលចំហាយទឹកវាត្រូវបានបង្កើតឡើងដោយអាកាសយានិកជនជាតិបារាំងម្នាក់ឈ្មោះ Clément Ader ហើយវាមានស្លាបដោយសត្វប្រចៀវនៅឆ្នាំ1890វាហោះបានត្រឹមតែប្រហែល50ម៉ែត្រប៉ុណ្ណោះហើយមិនអាចបញ្ជាទិសដៅបានទេមនុស្សដំបូងដែលគេបង្កើតនិងបង្ហោះយន្តហោះគ្មានម៉ាស៊ីនគឺវិស្វករជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Otto Lilienthal គាត់បានធ្វើការហោះហើររាប់រយដងដោយចាប់ផ្ដើមដំបូងនៅឆ្នាំ1891លោក Lilienthal បានលោតចេញពីលើភ្នំហើយតោងយល់នៅក្រោមយន្តហោះគ្មានម៉ាស៊ីនរបស់គាត់បានទទួលមរណភាពនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះគ្មានម៉ាស៊ីននៅឆ្នាំ1896អស្ចារ្យណាស់នៅសតវត្សទី14ក្រុមឈ្មួញចិនបានបង្ហោះខ្លែងធំដោយមានមនុស្សចងជាប់នឹងខ្លែងនោះដើម្បីមើលថាតើមានខ្យល់ខ្លាំងអាចចេញសំពៅបានឬទេប្រសិនបើខ្លែងមិនអាចហោះឡើងបានទេពួកគេនឹងនៅតែក្នុងកំពង់ផែរហូតដល់ថ្ងៃបន្ទាប់ការពិតនេះត្រូវបានរាយការណ៍ដោយអ្នកដំណើរជនជាតិអឺរ៉ុបដ៏ល្បីល្បាញឈ្មោះ Marco Poloតើវាពិតទេយន្តហោះមួយមានស្លាបដល់ទៅ20ពិតមែននៅឆ្នាំ1904បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Horatio Phillips បានផលិតយន្តហោះមួយគ្រឿងដែលមានស្លាបតូចៗចំនួន20ត្រួតលើគ្នាការផលិតនេះបានទទួលបរាជ័យទាំងស្រុងនៅឆ្នាំ1907គាត់បានបង្កើតយន្តហោះមួយទៀតដែលមានស្លាបមិនតិចជាង200ស្លាបទេការហោះហើរឆ្លងច្រកសមុទ្រអង់គ្លេសលើកដំបូងត្រូវបានធ្វើឡើងដោយជនជាតិបារាំងម្នាក់ឈ្មោះ Louis Blériot ក្នុងឆ្នាំ1909គាត់បានធ្វើដំណើរក្នុងយន្តហោះមួយរបស់គាត់ផ្ទាល់គឺយន្តហោះស្លាបមួយជាន់ Blériot លេខ11គាត់ចំណាយពេល37នាទីដើម្បីហោះហើរពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេសលោក Blériot បានឈ្នះប្រាក់រង្វាន់ចំនួន 1000 ផោននាវាអាកាស Fieldenberg ដែលផ្ទុកដោយឧស្ម័នអ៊ីដ្រូសែនបានផ្ទុះឆេះនៅឆ្នាំ1937ដោយបានសម្លាប់មនុស្ស35នាក់ក្នុងចំណោមមនុស្ស97នាក់ដែលនៅលើនោះវាគឺជានាវាអាកាសមួយនៃនាវាអាកាសធំបំផុតចំនួន2ដែលមិនធ្លាប់មានវាមានប្រវែង245ម៉ែត្រដែលប្រវែងនេះប្រហែលទៅនឹងប្រវែងតារាងបាល់ទាត់ដល់ទៅ2តារាងកន្លះឯណោះជនជាតិបារាំងម្នាក់ឈ្មោះ Henri Giffard បានបង្ហោះនាវាអាកាសដំបូងគេនៅឆ្នាំ1852
វាមានកង្ហារដែលបង្វិលដោយម៉ាស៊ីនចំហាយទឹកតូចមួយលោក Gifa បានធ្វើដំណើរចម្ងាយ27គីឡូម៉ែត្រក្នុងល្បឿន8គីឡូម៉ែត្រក្នុង1ម៉ោងប្រសិនបើបងប្អូនក្មួយៗចូលចិត្តវគ្គថ្ងៃនេះសូមចែករំលែកទៅមិត្តរបស់អ្នកនិងកុំភ្លេចចុចតាមដាន Kid Podcast ផងអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវគ្គក្រោយ